ក្រោយពីថៃបញ្ចេញព័ត៌មានអំពីការលុបចោលនៅ MOU មិនទាន់បានប៉ុន្មានម៉ោងផងសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបញ្ចេញនៅសារមួយដែរជាការឆ្លើយតបទៅខាងភាគីថៃបាទដោយដាក់ថាកម្ពុជានឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិក្នុងការដោះស្រាយតំបន់ទាមទារដែលសមុទ្រត្រួតគ្នារវាងកម្ពុជាថៃបន្ទាប់ពីភាគីថៃប្រកាសដកខ្លួនដោយឯកតោភាគីបាទពេលនេះមានតែបង្ខំហើយភ្នំពេញសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃបន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការសម្រេចដកខ្លួនដោយឯកតោភាគីតាមទំនើងចិត្តសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបង្ហោះសារនៅថ្ងៃទី5ខែឧសភាឆ្នាំ2026នេះដោយមានខ្លឹមសារដូចខាងក្រោមជូនបងប្អូនជនរួមជាតិជាទីស្រឡាញ់បាទនេះគឺជាសាររបស់សម្ដេចថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំឬមួយក៏យើងអាចហៅថា compulsory conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃបន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នារវាងកម្ពុជាថៃឬហៅកាត់ថា MOU 2001ឬដែលភាគីថៃហៅថា MOU 44ជាង25ឆ្នាំកន្លងមកនេះអនុសារណៈនៃការយោគយល់គ្នារវាងកម្ពុជាថៃ MOU 2001បានដើរតួនាទីយ៉ាងសំខាន់ដែលជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នាហើយការចូលជាធរមាននៃអនុសារណៈនៃការយោគយល់គ្នានេះបញ្ជាក់ឲ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការនិងសុឆន្ទៈទៅវិញទៅមកជាការសោកស្ដាយដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នាមួយនេះហើយសម្រាប់កម្ពុជាយើងតែងតែផ្ដល់លទ្ធភាពទៅដល់យន្តការទ្វេភាគីដែលស្របទៅនឹងអនុសារណៈនៃការយោគយល់គ្នាមួយនេះការដកខ្លួនដោយឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នានេះគឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលបង្កើតឲ្យមានក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ជាង2ទសវត្សរ៍កន្លងមកនេះក្នុងករណីនេះក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធីកម្ពុជាពុំមានជំរើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេឆ្លៀតក្នុងឱកាសនេះខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថាយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំគឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
ដើម្បីជួយទៅដល់រដ្ឋភាគីដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិការសម្រេចចិត្តរបស់កម្ពុជាគឺឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើងដែលប្រទេសយើងទាំងពីរអាចសម្រេចបាននៅដំណោះស្រាយមួយដោយយុត្តិធម៌ដែលយូរអង្វែងហើយស្របទៅតាមច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឲ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងសេចក្តីសុខបាទហើយការលុប MOU 2001នេះឃើញអ្នកវិភាគរបស់ថៃនឹងប្រតិកម្មច្រើនណាប្រតិកម្មថាថៃធ្វើអញ្ចឹងវាជាអំពើល្ងងខ្លៅនាំគ្រោះដល់ប្រទេសជាតិអីចឹងវាជាការពិតពីព្រោះអនុសារណៈហ្នឹងមិនមែនគេពាក្យថា MOU អនុសារណៈនៃការយោគយល់វាមានការឯកភាពទាំងសងខាងឯកភាពសងខាងហើយបែរជាមកចង់លុបតឯងដើម្បីបំពេញលើទឹកដីរបស់គេវាមិនមែនជារឿងដែលត្រឹមត្រូវនោះទេបាទអញ្ចឹងដល់ពេលដែលខាងយើងត្រូវប្រើយុទ្ធសាស្ត្រប្រកបដោយច្បាប់ត្រឹមត្រូវតាមច្បាប់បាទដែលសម្ដេចហៅថាការផ្សះផ្សាដោយបង្ខំដោយចាប់បង្ខំចង់ឬមិនចង់ក៏ត្រូវតែមកដែរហើយចាំមើលថៃគេដោះស្រាយយ៉ាងម៉េចប៉ុន្តែក៏មានប្រតិកម្មហើយនៅពេលដែលសម្ដេចបានចេញសារនឹងខាងថៃឬក៏បានផ្សព្វផ្សាយបន្តពាក់ព័ន្ធនឹងប្រតិកម្មខាងកម្ពុជាយើងប្រហែលជានៅមិនសុខទេនៅមិនសុខទេធ្វើទាំងប្រថុយប្រឋានបានឆ្ងាញ់មាត់មកគ្រាណាលក្ខណៈថាបានឆ្ងាញ់មាត់មកគ្រាដូចអ្នកទៅលួចដំណាំទៅលួចផ្លែឈើគេឆ្ងាញ់មាត់មកគ្រាប៉ុន្តែស៊ីផ្លែឈើគេទាំងភ្នែកនៅនឹងកញ្ចឹងកណានៅអត់សុខហើយលក្ខណៈចឹងឯងចាំមើលវាទៅជាយ៉ាងណានៅពេលដែលមានច្បាប់អន្តរជាតិយកមកសង្កត់ឲ្យមកមើលពីទង្វើរបស់ខ្លួនឯងវិញបាទអរគុណប្រិយមិត្តជួបគ្នានៅវីដេអូក្រោយទៀត